បច្ចុប្បន្នហ្នឹងសុខភាពអូនយ៉ាងម៉េចដែរហើយគ្រូពេទ្យគាត់បានប្រាប់មិនដែរថាជាសះស្បើនឹងសោះហើយនឹងចាបងហ្នឹងហើយបច្ចុប្បន្ននេះសុខភាពខ្ញុំរៀងខ្សោយជាងមុនដោយសារតែកំឡុងពេលចាក់គីមីហ្នឹងខ្លួនប្រាណយើងកំពុងតែ fighting ខ្លាំងជាមួយនឹងអាការចាក់ហ្នឹងណាអញ្ចឹងខ្ញុំអត់សូវធ្វើការដូចមុនពីមុនទេដោយសារតែកំឡុងពេលចាក់ហ្នឹងយើងរៀងខ្សោយជាងមុនអាសាភ្លេចភ្លាំងយើងរៀងនឿយហត់ច្រើនហើយកំណត់ការគិតហ្នឹងក៏ខុសពីមុនដែរអត់ដូចមុនទេហើយណាមួយទៀតនៅពេលដែលយើងចាក់ហើយហ្នឹងគឺយើងធ្វើទុកអញ្ចឹងអត់អាចធ្វើការបានដូចលើកមុនដែលយើងធ្វើអីស្រេចចិត្តអញ្ចឹងណាហើយជាពិសេសនោះពេលយើងចេញទៅណាមកណាត្រូវតែប្រយ័ត្នជាពិសេសរឿងស្បែករឿងអីហ្នឹងដោយសារតែពេលដែលកំឡុងចាក់គីមីហ្នឹងគឺស្បែកងាយនឹងប្រតិកម្មស្បែកងាយនឹងស្ងួតហើយមួយទៀតសម្រាប់ចំណីអាហារក៏ដូចគ្នាដែរតែយើងញ៉ាំរៀងផ្ដេសផ្ដាស់បន្តិចអាសាចូលបន្ទប់ទឹកធ្វើយើងនឹងរីករស់ឬមួយក៏ពិបាកបត់ជើងហ្នឹងហើយកាពះវិញគឺវាខ្សោយជាងមុនកាពះខ្ញុំវិញគឺចុកវាចុកហើយវាអាសាផ្សាអញ្ចឹងណាហ្នឹងហើយសម្រាប់ការព្យាបាលខ្ញុំណាលោកគ្រូពេទ្យក៏ប្រាប់ថាប្រើរយៈពេល1ឆ្នាំដើម្បីបញ្ចប់ការព្យាបាលហ្នឹងអញ្ចឹងមានទាំងការវះកាត់ចាក់គីមីបាញ់កាំរស្មីថ្នាំប្រឆាំងសែនហ្នឹងទាំងអស់ហ្នឹងគឺរយៈពេល1ឆ្នាំហើយបញ្ចប់ការព្យាបាល1ឆ្នាំហ្នឹងគឺយើងត្រូវទៅតាមដានបន្តទៀតប៉ុន្តែលោកគ្រូពេទ្យក៏បាននិយាយដែរថាការព្យាបាលហ្នឹងគឺមានសង្ឃឹមថាអស់អាកោសិកាមហារីកហ្នឹងចន្លោះពី90ទៅ95%ហើយខ្លួនយើងក៏ត្រូវតែចូលរួមជាមួយនឹងគ្រូពេទ្យដែរមិនថាក្រៅការព្យាបាលយើងចេះតែញ៉ាំអីផ្ដេសផ្ដាស់យើងត្រូវតែញ៉ាំអាហារណាដែលមានជីវជាតិអាហារសុខភាពហើយលំហាត់ប្រាណឲ្យបានទៀងទាត់ទៀត